បានជាឃើញផលិតផលគាត់ស្តុកចាស់ហ្នឹងនៅតែបន្តលក់នៅលើទីផ្សារហើយបើសិនជាគាត់ពិតជាស្អាតស្អំមែនផលិតផលគាត់ពិតជាបានផលិតយូរហើយមែនអញ្ចឹងគាត់គួរតែបញ្ចេញលេខកូដក៏ដូចជាការបច្ឆេទនៃការផលិតផលរបស់គាត់ហ្នឹងហើយវាពិតជាបានផលិតមុនពេលដែលយើងមានបញ្ហាពិតមែនខ្ញុំចង់ឲ្យគាត់ចេញមកនិយាយរឿងហ្នឹងព្រោះដោយសារអីខ្ញុំមកចង់ឲ្យមានការបន្តលក់ផលិតផលសៀមនៅលើទីផ្សាររបស់យើងនេះមីសិទ្ធិរីផ្ដល់ការបកស្រាយក្រោយមានប្រតិកម្មពីម្ចាស់ប្រេនធំជុំវិញការនិយាយពីស្តុកផលិតផលសៀមលក់មិនចេះអស់ទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LOLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់បន្ទាប់ពីបានឃើញលោកស្រីមាសច័ន្ទលីនម្ចាស់ប្រេនឡាកាម៉ូប្រតិកម្មលើការនិយាយរបស់ខ្លួនកាលពីពេលថ្មីពេលនេះប៊ីសិទ្ធិរីក៏បានចេញវីដេអូផ្ដល់ការបកស្រាយថ្មីមួយបន្ថែមទៀតតាមរយៈវីដេអូដែលបង្ហោះកាលពីម្សិលមិញនេះប៊ីសិទ្ធិរីបាននិយាយថាខ្ញុំបានចេញវីដេអូមុនគឺមានការប្រតិកម្មច្រើនពីអ្នកដែលគាត់ជាអ្នកលក់អនឡាញក៏ដូចជាអ្នកយកលក់បន្តខ្ញុំគិតថាគាត់អត់យល់អីដែលខ្ញុំបាននិយាយព្រោះអ្វីដែលខ្ញុំនិយាយគឺចង់សម្ដែងទៅកាន់ប្រេនធំខ្ញុំអត់បាននិយាយពីដំណឹងចែកចាយនោះទេដូច្នេះហើយខ្ញុំផ្ដោតតែលើម្ចាស់ប្រេនធំហើយក្នុងនោះក៏បានបញ្ជាក់ថាមានម្ចាស់ប្រេនធំមួយដូចជាអ្វីដែលខ្ញុំនិយាយនោះមិនមែនខ្ញុំមានន័យថាគាត់ពិតជាបានផលិតនៅនឹងនោះទេប៉ុន្តែអ្វីដែលខ្ញុំលើកមកនិយាយនោះគ្រាន់តែជាចម្ងល់របស់ខ្ញុំថាហេតុអ្វីបានជាឃើញផលិតផលរបស់គាត់ស្តុកចាស់នឹងនៅតែដាក់លក់នៅលើទីផ្សារហើយបើសិនជាគាត់ពិតជាស្អាតស្អំហើយផលិតផលនោះពិតជាបានផលិតយូរហើយមែនអញ្ចឹងគួរតែបញ្ចេញលេខកូដនិងការបរិច្ឆេទនៃការផលិតផលរបស់គាត់ថាពិតជាបានផលិតមុនពេលដែលយើងមានបញ្ហាពិតមែនប៊ីសិទ្ធិរីបន្តថាខ្ញុំចង់ឲ្យគាត់ចេញមកនិយាយរឿងហ្នឹងព្រោះដោយសារខ្ញុំអត់ចង់មានការបន្តលក់ផលិតផលសៀមនៅក្នុងប្រទេសរបស់យើងព្រោះខ្ញុំនៅតែប្រកាន់ពីគោលចំហរបស់ខ្ញុំនៃការធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់សៀមប៊ីសិទ្ធិរីបន្ថែមថាខ្ញុំយល់ថាផលិតផលខ្លះរបស់សៀមដូចគ្នាប៉ុន្តែការផលិតស្តុកចាស់ព្រោះតែទិញអីវ៉ាន់ម្ដងខ្ញុំតែងតែឆែកមើលស្តុកដែលផលិតយូរហើយដែលយកមកលក់នៅខ្មែរដូច្នេះហើយយើងមិនអាចថាមិនគ្រប់គ្រងនោះទេប៉ុន្តែអ្វីដែលខ្ញុំនិយាយនេះគឺគ្រាន់តែចង់ឲ្យគាត់បកស្រាយថាហេតុអ្វីបានជាអីវ៉ាន់នឹងច្រើនម្លេះរហូតដល់ឥឡូវនេះលក់អត់អស់ព្រោះគាត់ជាម្ចាស់ប្រេនធំប៊ីសិទ្ធិរីថាបើសិនជាគាត់ពិតជាស្អាតស្អំពិតមែនគឺបង្ហាញផុសតាំងនឹងការបរិច្ឆេទចេញមកការបានផលិតតាំងពីមុនមានបញ្ហាប៉ុន្តែវានៅសល់អតីតម្ចាស់មកុដកញ្ញាឯកគ្រប់នេះបានបញ្ជាក់ទៀតថាការដែលខ្ញុំចេញមកនិយាយបែបនេះគឺដោយសារតែគោលចំហរបស់ខ្ញុំនៃការធ្វើពហិការអត់ឲ្យមាននៅលើទីផ្សារប្រទេសកម្ពុជាតែប៉ុណ្ណោះយ៉ាងណាបើតាមការបកស្រាយរបស់លោកស្រីឡាកាម៉ូបានឲ្យដឹងថាផលិតផលរបស់ខ្លួនពិតជាស្តុកចាស់យ៉ាងពិតប្រាកដព្រោះមុនពេលប្រទេសជាតិមានបញ្ហាផលិតផលរបស់ខ្លួនលក់ដាច់ខ្លាំងហើយក្រុមហ៊ុនក៏បានផលិតច្រើនរាប់សែនប្រអប់ដូច្នេះរយៈពេលត្រឹមតែប៉ុន្មានខែមិនអាចលក់អស់ភ្លាមនោះទេម្ចាស់ប្រេនល្បីរូបនេះក៏បានបញ្ជាក់ឲ្យដឹងដែរថារយៈពេលប្រមាណចុងក្រោយនេះខ្លួនបានដាក់បញ្ចុះតម្លៃពាក់កណ្ដាលដើម្បីផលិតផលដែលផលិតនៅប្រទេសនោះឆាប់អស់និងជួយសម្រួលតម្លៃរបស់តំណែងចែកចាយខាត់បង់ខ្ទង់រាប់សែនដុល្លារទៀតផង